សង្គ្រាមសាសនានេះគឺជារឿងធំណាស់កាលណានិយាយអំពីសង្គ្រាមសាសនាគឺមានន័យថាសង្គ្រាមមនោគមវិជ្ជានិងនិន្នាការឥឡូវខ្ញុំបង្ហាញអំពីសង្គ្រាមសាសនានៅក្នុងស្រុកខ្មែរបើយើងនិយាយអំពីសង្គ្រាមសាសនាវាមានច្រើនណាស់សង្គ្រាមសាសនានៅក្នុងស្រុកខ្មែរយើងគឺវាមានច្រើនផងដែរទី1សង្គ្រាមសាសនារវាងព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាទី2សង្គ្រាមរវាងព្រះពុទ្ធសាសនានិងព្រះពុទ្ធសាសនាទី3សង្គ្រាមរវាងព្រហ្មញ្ញសាសនានិងព្រហ្មញ្ញសាសនាទី4សង្គ្រាមរវាងព្រះពុទ្ធសាសនានិងយេស៊ូវគ្រីស្ទទី5សង្គ្រាមរវាងព្រះពុទ្ធសាសនាជាមួយនឹងមហាម៉ាត់ដូច្នេះសង្គ្រាមសាសនានៅក្នុងស្រុកខ្មែរយើងគឺមានច្រើនហើយមិនមែនជារឿងធម្មតាទេឥឡូវខ្ញុំនិយាយត្រួសបើនិយាយលម្អិតទៅគឺវាវែងណាសង្គ្រាមរវាងព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាហ្នឹងកើតឡើងធំខ្លាំងបំផុតនៅក្នុងស្រុកខ្មែរហើយសង្គ្រាមរវាងព្រហ្មញ្ញនិងព្រហ្មញ្ញសាសនានៅក្នុងស្រុកខ្មែរក៏វាច្រើនទៀតព្រោះព្រហ្មញ្ញសាសនានៅក្នុងស្រុកខ្មែរមានរាប់សិបនិកាយនោះឥឡូវខ្ញុំគ្រាន់រាប់អាទិទេពត្រួសមានព្រះព្រហ្មមានព្រះវិស្ណុមានព្រះនរាយណ៍មានព្រះគណេសមានហុលមានមានច្រើនទៀតហើយមួយអាទិទេពគឺមួយនិកាយមួយអាទិទេពគឺមានក្បួនមួយមានຂ្នាតមួយព្រោះអាទិទេពមួយគឺជាស្ដេចនៃតំបន់មួយអញ្ចឹងសង្គ្រាមរវាងអាទិទេពនិងអាទិទេពនៅក្នុងព្រហ្មញ្ញសាសនាហ្នឹងក៏ច្រើនខ្ញុំនិយាយត្រួសកាត់ខ្លីៗទេដល់ពេលយើងនិយាយអំពីសង្គ្រាមរវាងព្រះពុទ្ធនិងព្រះពុទ្ធវិញព្រះពុទ្ធសាសនាគឺមានពីរនិកាយធំមានមហាយាននិងហិនយានហើយមហាយានគឺជាយានធំហិនយានគឺជាយានតូចយានដែលតឹងរ៉ឹងកាន់ច្បាប់វិន័យតឹងរ៉ឹងហើយអាមួយធូររលុងមហាយានគឺធូររលុងហិនយានតឹងរ៉ឹងដូច្នេះគឺឆ្លោះគ្នាអត់ត្រូវគ្នាទេអាហ្នឹងគ្រាន់តែហិនយាននិងមហាយានណាហើយដល់ពេលនៅក្នុងហិនយានហ្នឹងគឺវាមានច្រើនទៀតវាមានអង្គតរៈវាមានធម្មយុទ្ធហើយវាមានស្អីផ្សេងទៀតបំបែកជាច្រើនទៀតអត់ត្រូវគ្នាទេសង្គ្រាមសាសនាគឺរ៉ាំរ៉ាយណាឥឡូវខ្ញុំកាត់មកនិយាយអំពីសង្គ្រាមរវាងព្រះពុទ្ធនិងយេស៊ូវគ្រីស្ទសាសនាយេស៊ូវគ្រីស្ទចូលមកក្នុងស្រុកខ្មែរយើងកាលសម័យចតុមុខក៏មានម្ដងដែរហើយក៏ផ្ទុះសង្គ្រាមសាសនារវាងព្រះពុទ្ធសាសនានិងយេស៊ូវគ្រីស្ទពេលដែលពួកប៉ទុយកាល់និងពួកអេស្ប៉ាញ៉ុលចូលមកក្នុងស្រុកខ្មែរយើងអញ្ចឹងគេនាំយេស៊ូវគ្រីស្ទចូលមកសង្គ្រាមសាសនារវាងព្រះពុទ្ធនិងយេស៊ូវគ្រីស្ទម្ដងដល់ពេលបារាំងចូលមកក្នុងស្រុកខ្មែរបារាំងនាំយកយេស៊ូវគ្រីស្ទចូលមកទៀតសង្គ្រាមរវាងយេស៊ូវគ្រីស្ទនិងព្រះពុទ្ធសាសនាម្ដងទៀតឃើញហើយអញ្ចឹងគឺច្រើនដងណាបើយើងនិយាយអំពីសង្គ្រាមរវាងព្រះពុទ្ធសាសនាជាមួយនឹងអ៊ីស្លាមសាសនាអ៊ីស្លាមសាសនាហ្នឹងគឺសាសនាអ៊ីស្លាមមិនមែនចាមទេណាចាមគឺជាជនជាតិមួយអ៊ីស្លាមសាសនាគឺជាសាសនាអ៊ីស្លាមណាពេលដែលអាណាចក្រអ៊ីស្លាមាបាតហ្នឹងគេពង្រីកឥទ្ធិពលគេខ្លាំងក្លាអញ្ចឹងគេមកគ្រប់គ្រងប្រទេសចាមអញ្ចឹងគេដាក់មនោគមអ៊ីស្លាមហ្នឹងនៅក្នុងប្រទេសចាមហើយប្រទេសចាមតតាំងជាមួយនឹងខ្មែរយើងអញ្ចឹងសង្គ្រាមរវាងអ៊ីស្លាមសាសនាជាមួយនឹងព្រះពុទ្ធសាសនាក៏កើតមានផងដែរប៉ុន្តែវាជាសង្គ្រាមរវាងជនជាតិចាមនិងជនជាតិខ្មែរដែលជនជាតិចាមកាន់នៅអ៊ីស្លាមសាសនាដោយសារតែជនជាតិចាមក៏ត្រូវការរំដោះខ្លួនចេញអំពីអាណានិគមរបស់ខ្មែរអញ្ចឹងហើយគាត់ទទួលយកនៅឥទ្ធិពលសាសនាអ៊ីស្លាមចូលនៅក្នុងស្រុកគាត់កាលពីមុនហ្នឹងគាត់ក៏កាន់នៅព្រហ្មញ្ញសាសនាកាន់នៅព្រះពុទ្ធដូចគ្នាណាប៉ុន្តែដើម្បីរើបំរាស់ចេញពីខ្មែរអញ្ចឹងគាត់ដូរសាសនាទៅជាសាសនាអ៊ីស្លាមតាមរយៈការពឹងឥទ្ធិពលរបស់អាណាចក្រអ៊ីស្លាមាបាតយកចូលមកស្រុកចាមរួចហើយតតាំងជាមួយខ្មែរអញ្ចឹងសង្គ្រាមរវាងសាសនាអ៊ីស្លាមនិងសាសនាព្រះពុទ្ធសរុបទៅសង្គ្រាមសាសនានេះនៅក្នុងស្រុកខ្មែរគឺវាមានច្រើនណាមិនមែនលេងទេអានេះខ្ញុំគ្រាន់តែនិយាយត្រួសកាត់ខ្លីបំផុតនៅក្នុងស្រុកខ្មែរយើងគឺរាប់សិបសង្គ្រាមសាសនារួចទៅហើយបើយើងនិយាយអំពីសង្គ្រាមសាសនានៅលើពិភពលោកវិញអូច្រើនណាស់ឈឺក្បាលណាស់ដូចជាព្រះពុទ្ធសាសនាជាមួយនឹងអ៊ីស្លាមសាសនានៅតំបន់មជ្ឈិមបូព៌ាដូចជាព្រះពុទ្ធសាសនានិងយេស៊ូវគ្រីស្ទនៅតំបន់មជ្ឈិមបូព៌ានិងតំបន់អឺរ៉ុបនៅតំបន់អាស៊ី
អូស្មុកស្មាញណាសង្គ្រាមសាសនាគឺច្រើនមែនតើអញ្ចឹងឆ្លើយតបទៅខមមិនរបស់បងដោយសង្ខេបប៉ុណ្ណឹងទៅសង្គ្រាមសាសនានេះគឺវាច្រើនណាបងมันអាចនិយាយមួយវីដេអូ4-10នាទីអស់សេចក្តីទេតលតែសិក្សាតលតែនិយាយរាប់ខែទៅអស់សេចក្តីអាហ្នឹងពាក់ព័ន្ធជាមួយនឹងសង្គ្រាមសាសនាដូច្នេះហើយក្នុងវីដេអូនេះខ្ញុំស្នើសុំដល់បងប្អូនយើងបើបងប្អូនកាន់នៅសាសនាណាអាហ្នឹងគឺជាសិទ្ធិរបស់បងប្អូនយើងតែកុំប្រមាថនៅសាសនាផ្សេងព្រោះជៀសវាងនៅសង្គ្រាមសាសនាយើងធ្លាប់ជួបប្រទះនៅសង្គ្រាមសាសនានឹងគឺច្រើនលើកណាដោយដែលខ្ញុំនិយាយត្រួសអញ្ចឹងរាប់សិបលើកហើយមួយលើកបូជាជីវិតមនុស្សមិនតិចទេដូច្នេះហើយយើងកាន់សាសនាណាអានឹងជាសិទ្ធិរបស់យើងកុំប្រមាថសាសនាគេតែប៉ុណ្្នឹងទេអរគុណច្រើនហើយគាំទ្រខ្ញុំតាមរយៈការជាវសិភៅអរិយប្រទេស